សួស្តីបងប្អូនខ្ញុំបាទឈ្មោះខុតសាណានជាគ្រូរួមជានៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ថ្ងៃនេះលោកគ្រូសូមលើកការពិសោធន៍មួយទាក់ទងនឹងប្រធានបទសម័យកាលនៃអាស្មានបរិសុទ្ធដំណើរការនេះគ្រូលើកពីការរស់នៅរបស់យើងប្រសិនបើបងប្អូនឡើងទៅដល់ទីខ្ពស់ឬក៏ភ្នំកាន់តែខ្ពស់តើមានអ្វីកើតឡើងនៅលើក្រដាសត្រចៀករបស់យើងអញ្ចឹងក្នុងការពិសោធន៍នេះវត្ថុបំណងរបស់ការពិសោធន៍របស់យើងគឺការបង្ហាញពីសម្ពាធនៅក្នុងបំពង់ញូតុនអាស្រ័យនឹងចំនួនម៉ូលេគុលតាមរយៈការបម្រែបម្រួលមាត្រនៃប៉ោងអញ្ចឹងចំណេះដឹងដែលមានស្រាប់សម្រាប់ការពិសោធន៍របស់យើងឬក៏តកតងនឹងមេរៀនរបស់យើងគឺទី1គឺឲ្យនិយមនៃសម្ពាធទី2បងអូនត្រូវស្គាល់រូបមន្តសម្ពាធគឺ P ស្មើ S លើ A ទី3បងអូនត្រូវតកតងនឹងរូបមន្តមួយទៀតគឺសម័យកាលអាស្មានបរិសុទ្ធគឺ PV ស្មើ N KB KBT អញ្ចឹងតាមរយៈរូបមន្តនេះបើគូចង់រកសម្ពាធវិញអញ្ចឹងនាំឲ្យ P ស្មើនឹង N KBT លើ V ហើយតាមរយៈរូបមន្តនឹងដដែលណាទំហំរូបជាទាំង4នេះប្រសិនបើគូឲ្យទំហំ3នេះគឺថេហើយគូឲ្យចំនួនម៉ូលេគុលនេះប្រែប្រួលមានន័យថាអាចកើនច្រើនជាងមុននិងអាចថយជាងមុនអញ្ចឹងប្រសិនបើគូឲ្យចំនួនម៉ូលេគុលនេះតិចជាងមុននោះនាំឲ្យផលគុណនេះមានតម្លៃតូចអញ្ចឹងបញ្ជាក់ថាសម្ពាធយ៉ាងម៉េចថយចុះប្រសិនបើគូឲ្យចំនួនម៉ូលេគុលនៃអាស្មានអិននេះកើនឡើងច្រើនជាងមុននោះផលគុណនេះយ៉ាងម៉េចធំអញ្ចឹងមានន័យថាសម្ពាធវាកើនឡើងបាទទី3គឺការពិសោធន៍អញ្ចឹងមុននឹងដល់ការពិសោធន៍គូមានសំណួរមួយដើម្បីសួរបងប្អូនហេតុអ្វីនៅពេលដែលគេបូមខ្យល់ចេញពីបំពង់ញូតុនហើយពេទ្យប៉ោងដែលចងមាត់ចិត្តដាក់នៅក្នុងបំពង់ញូតុនមានការរីមាត្រហើយមុននឹងឆ្លើយនៅសំណួរហ្នឹងគូមានចម្លើយ3ឲ្យបងប្អូនជ្រើសរើសទី1សម្ពាធថេទី2សម្ពាធថយចុះទី3សម្ពាធកើនឡើងហើយដំណើរការពិសោធន៍ឧបករណ៍ដែលយើងត្រូវការប្រើប្រាស់ទី1បងប្អូនត្រូវមានបំពង់ញូតុនអានេះគេហៅថាបំពង់ញូតុនទី2បងប្អូនត្រូវមានពេទ្យប៉ោងទី3បងប្អូនត្រូវមានបំពង់ជ័រទី4បងប្អូនត្រូវមានម៉ូទ័របូមខ្យល់ទី5បងប្អូនត្រូវមានប្រភពអគ្គិសនីដែលផ្ដល់ចរន្តឆ្លាស់អានឹងឧបករណ៍ដែលត្រូវការដំណើរការពិសោធន៍ដំណើរការពិសោធន៍ដំបូងបងប្អូនត្រូវយកពេទ្យប៉ោងបន្តមកទៀតបងប្អូនផ្លុំខ្យល់ចូលបន្តិចដើម្បីឲ្យក្នុងពេទ្យប៉ោងនោះវាមានឧស្ម័នក្រោយពីបងប្អូនផ្លុំខ្យល់ចូលហើយបងប្អូនចងមាត់ពេទ្យប៉ោងនៅឲ្យជិតបន្តមកទៀតបងប្អូនយកពេទ្យប៉ោងដែលបងប្អូនផ្លុំខ្យល់ចូលហើយចងជាប់ហ្នឹងដាក់នៅក្នុងបំពង់ញូតុនបន្តមកទៀតបងប្អូនយកគម្របនៃបំពង់ញូតុននេះបិទបំពង់ញូតុនហ្នឹងឲ្យជិតដើម្បីកុំឲ្យខ្យល់ចូលនៅពេលដែលយើងបូមខ្យល់ចេញបន្តមកទៀតបងប្អូនយកបំពង់ជ័រនេះចងម្ខាងនៃបំពង់ជ័រដោតភ្ជាប់ជាមួយនឹងវ៉ាល់នៃបំពង់ញូតុនដោតវាណែនមកបាទកុំឲ្យខ្យល់ចូលដែរហើយចងម្ខាងទៀតនៃបំពង់ញូតុនដល់នៃបំពង់ជ័រហ្នឹងភ្ជាប់ជាមួយនឹងម៉ូទ័របូមខ្យល់បាទកន្លែងនេះមួយក្រោយពីបងប្អូនភ្ជាប់រួចហើយបាទយើងយកម៉ូទ័របូមខ្យល់នេះភ្ជាប់ជាមួយនឹងចរន្តឆ្លាស់បាទឆ្លប់នៃចរន្តឆ្លាស់របស់យើងមកបាទក្រោយពីភ្ជាប់រួចហើយអ្នកទាំងគ្នាកាច់កុងតាក់នៃម៉ូទ័របូមខ្យល់នេះបិទកុងតាក់កាច់កុងតាក់ភ្ជាប់វាបន្តិចមកប្រហែលជារយៈពេល1នាទីក្រោយពីលោកគ្រូតម្លើងសម្ភារៈពិសោធន៍រួចហើយអញ្ចឹងបងប្អូនចូលសង្កេតមើលការពិសោធន៍របស់យើងបាទអញ្ចឹងបន្តមកទៀតគូបិទវ៉ាល់នេះមកតាមការសង្កេតមៀតប៉ោងមុនពេលបូមខ្យល់ចេញនិងក្រោយពេលបូមខ្យល់ចេញ
អូនទៅបំពេញនៅក្នុងសិលកិច្ចការនៅក្នុងតម្រុយទី1និយាយពីមៀតប៉ោងប៉ោងមុនពេលបូមខ្យល់ចេញនិងតម្រុយទី2មៀតប៉ោងប៉ោងក្រោយពេលបូមខ្យល់ចេញបន្តមកទៀតបងអូនត្រូវបំពេញនៅកន្លែងវិភាគនិងសន្និដ្ឋានអរគុណសូមជម្រាបលា